បងប្អូនយើងភាសឹកមកដល់ថ្ងៃនេះគឺមានប្រមាណគ្រួសារដែរកូនម្ចាស់បើនិយាយតួលេខយើងទទួលបានខ្លះមិនតាន់ជាគ្រប់គ្រាន់ប៉ុន្តែតួលេខនេះគឺមានចូលទៅ300 400គ្រួសារហើយដល់ទីនេះគឺរយៈពេលប្រមាណថ្ងៃកូនម្ចាស់បើនិយាយឃើញថាអ្នកមកមុន2 ទៅ 3 ថ្ងៃហើយ2 3ថ្ងៃប៉ុន្តែយប់មិញគឺមកដល់ច្រើនមូលហេតុអីដែលយប់មិញគាត់មកកាត់យប់តែម្ដងកូនម្ចាស់ទី1គាត់ថានៅខាងព្រំដែននោះមានការរំបាកដោយសារពួកចៅឆ្លៀនពៀនឬក៏បញ្ចាមិត្តនោះវាគៀបសង្កត់ហើយក៏ម្ដងហើយម្ដងទៀតប្រជាពលរដ្ឋគាត់ភាសឹកមកកាន់តែច្រើនទៅផលលំបាកគុណម្ចាស់អ្វីខ្លះគុណម្ចាស់ទី1ផលលំបាកច្រើនឃើញមកគាត់វេទនាដែរគាត់មកខ្លះមកតែខ្លួនអត់មានសម្លៀកបំពាក់ខោអាវអត់មានមុងអត់មានកន្ទេលអ្នកខ្លះមកដាច់បាយទៀតអញ្ចឹងអ្នកខ្លះមកក៏យើងមិនដឹងជាមានអីដោះស្រាយមានតែវត្តសិនថ្ងៃវត្តនេះក៏ជួយដោះស្រាយបានតិចតួចព្រោះអាត្មាក៏ចិញ្ចឹមប្រសង់ច្រើនដែរចូលដល់100អង្គដែរញ៉ាយឹមទៅស្រង់ព្រមទាំងឧត្តមភរិយារបស់គាត់ព្រមទាំងសពរស្គុណគឺឃើញដឹកនាំស្បៀងក៏ដូចជាសម្ភារៈមកឧបត្ថម្ភដោយបងប្អូនជនភាសឹកយើងគឺច្រើនឡានមែនតើគឺ3ឡានពេញតែម្ដងកូនចាស់ពេលឃើញគាត់ដែលដឹកអំណោយក៏ដូចជាស្បៀងផ្សេងយកមកឧបត្ថម្ភដល់ជនភាសឹកនៅវត្តអារាមរបស់គុណម្ចាស់គុណម្ចាស់មានប្រតិយ៉ាងដូចនេះឯងគុណចាស់ហើយសប្បាយចិត្តហើយមានតែការសឹងតែស្រក់ទឹកភ្នែកញោមដោយសារឃើញគាត់អញ្ជើញមកទៅក៏យើងបានជួយដល់កម្លាំងមួយណាញោមបាទអាត្មាអរគុណមែនតើដែលគាត់បានមកជួយជនពិសេសជាជនខ្មែររបស់យើងដែលជាជនសូត្រត្រង់ណាញោមណាក៏អញ្ចឹងមានតែអរគុណសប្បុរសជនទាំងអស់ពិសេសអញ្ញាយមតស្រស់និងលោកជំទាវនិងក្រុមការងារទាំងអស់បងចំពោះសម្ភារៈក៏ដូចជាស្បៀងគឺបងអញ្ញាយមតស្រង់គឺចំណាយថវិកាផ្ទាល់ខ្លួនគឺចំនួន$30,000ដើម្បីទិញស្បៀងក៏ដូចជាសម្ភារៈផ្សេងដើម្បីយកមកឧបត្ថម្ភដល់បងប្អូនជនភាសឹកនៅក្នុងទីអារាមក្នុងខេត្តសៀមរាបនេះតែម្ដងហើយគឺទិដ្ឋភាពខាងក្រៅនេះគឺជាសិតតែស្បៀងគ្រប់សពបែបយ៉ាងមានទាំងសម្លៀកបំពាក់មានទាំងចំណីអាហារអាត្មាពនាមទេវបណ្ឌិតសនសៀនជាគ្រូចៅអធិការមានតួនាទីចៅអធិការនៅក្នុងទីនេះនៅទីនេះទឹកដីអីដែរគុណម្ចាស់ហើយបើនិយាយថាទឹកដីគឺខេត្តសៀមរាបស្រុកមន្ទីរស្រីខេត្តសៀមរាបនៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះកណាមកពីរាជធានីព្រមទាំងចូលរួមជាមួយបងអញ្ញាយមកស្រង់ព្រមទាំងឧត្តមភរិយារបស់គាត់និងក្រុមការងារជាច្រើនដែលដឹកនាំអំណោយក៏ដូចជាស្បៀងមកជួយបងប្អូនយើងភាសឹកមកដល់ថ្ងៃនេះគឺមានប្រមាណគ្រួសារដែរគុណម្ចាស់បើនិយាយតួលេខយើងទទួលបានខ្លះមិនតាន់ជាគ្រប់គ្រាន់ប៉ុន្តែតួលេខនេះគឺមានចូលទៅ300 400គ្រួសារហើយជនភាសឹកមកហ្នឹងគឺគាត់អញ្ជើញមកពីតំបន់ណាខ្លះគាត់ចា៎បើនិយាយគ្រប់កន្លែងតែម្ដងនៅតាមបន្ទាត់ដែលងាយរងគ្រោះដល់ទីនេះគឺរយៈពេលប្រហែលថ្ងៃគាត់ចា៎បើនិយាយឃើញថាអ្នកមកមុន2 ទៅ 3ថ្ងៃហើយ2 3ថ្ងៃប៉ុន្តែយប់មិញគឺមកដល់ច្រើនមូលហេតុអីដែលយប់មិញគាត់មកកាត់យប់តែម្ដងគាត់ចា៎ទី1គាត់ថានៅខាងព្រំដែននោះមានការរំបាកដោយសារពួកចៅឆ្លៀនពៀនឬក៏បញ្ចាមិត្តនោះវាគៀបសង្កត់ហើយក៏ម្ដងហើយម្ដងទៀតអញ្ចឹងធ្វើឲ្យគាត់ភ័យខ្លាចទៅគាត់រកទីតូលសមត្ថភាពដោយមានអាជ្ញាធរព្រមទាំងលោកមេភូមិឃុំអបាស្រកនិងគណៈកម្មការលោកបានសម្រាប់សម្រួលជួយពេលប្រជាពលរដ្ឋគាត់ភាសឹកមកកាន់តែច្រើនទៅផលលំបាកគុណម្ចាស់អ្វីខ្លះគុណចាស់ទី1ផលលំបាកច្រើនឃើញមកគាត់វេទនាដែរគាត់មកខ្លះមកតែខ្លួនអត់មានសម្លៀកបំពាក់ខោអាវអត់មានមុងអត់មានកន្ទេលអ្នកខ្លះមកដាច់បាយទៀតអញ្ចឹងអ្នកខ្លះមកក៏យើងមិនដឹងជាមានអីដោះស្រាយមានតែវត្តសិនថ្ងៃវត្តនេះក៏ជួយដោះស្រាយបានតិចតួចព្រោះអាត្មាក៏ចិញ្ចឹមប្រសង់ច្រើនដែរចូលដល់100អង្គដែរហើយក៏គាត់ជួបការលំបាកទី1គឺការប្រើប្រាស់នៅក្នុងទីនេះទឹកពិសេសនឹងសម្លៀកបំពាក់នឹងតង់នឹងមុងនឹងឯពិសេសមហូបអាហារគឺខ្វះច្រើនតែខ្វះច្រើនតែម្ដងដែលមានសប្បុរសជនក៏ដូចជាខាងណាគេយកម្ហូបអាហារមកគុតគង់ពួកគាត់ទេគុណចាស់អត់តន់មានទេមានដែរមានក្នុងអាជ្ញាធរនេះយើងមានតិចតួចមែនតើតិចតួចមែនតើហើយក៏មានពីអាត្មាផ្ទាល់ថ្ងៃមិញគឺបានបច្ច័យតិចតួចដែរបានពីញោមញាតគាត់ប្រកេនមកបាន40,000ហើយទៅទិញបន្លែមាញ់ទៅក៏អស់ទៅបាត់ទៀតបាទអូចុងរាប់រយគ្រួសារចុងបច្ច័យគឺមាន40,000គឺទិញបន្លែមកគឺមិនតិចមែនតើគុណចាស់ឃើញបងអញ្ញាយមទៅស្រង់ព្រមទាំងឧត្តមភរិយារបស់គាត់ព្រមទាំងសប្បុរសជនគឺឃើញដឹកនាំស្បៀងក៏ដូចជាសម្ភារៈមកឧបត្ថម្ភដោយបងប្អូនជនភាសឹកយើងគឺ
ច្រើនឡានមែនតើគឺ3ឡានពេញតែម្ដងគុណម្ចាស់ពេលឃើញគាត់ដែលដឹកអំណោយក៏ដូចជាស្បៀងផ្សេងយកមកឧបត្ថម្ភដល់ជនភៀសសឹកនៅវត្តអារាមរបស់គុណម្ចាស់គុណម្ចាស់មានប្រតិយ៉ាងដូចម្ដេចដែរគុណម្ចាស់ហើយសប្បាយចិត្តហើយមានតែការសឹងតែស្រក់ទឹកភ្នែកញោមដោយសារឃើញគាត់អញ្ជើញមកទៅក៏យើងបានជួយដល់កម្លាំងមួយណាញោមបងអាត្មាអរគុណមែនតើគាត់បានមកជួយជនភៀសសឹកពិសេសជាជនខ្មែររបស់យើងដែលជាជនសូត្រត្រង់ណាញោមណាបងអញ្ចឹងមានតែអរគុណសពរបស់ជនទាំងអស់ពិសេសអញ្ញាយមដល់ស្រស់និងលោកជំទាវនិងក្រុមការងារទាំងអស់បងជាលើកទី1តែម្ដងគុណម្ចាស់លើកទី1តែម្ដងលើកទី1តែម្ដងមិនដែលខ្ញុំលើកទី1នេះហើយបងហើយគុណម្ចាស់មានអីជូនពរបងអញ្ញាយមដល់ស្រស់មកមានអីទេមានតែបួងសួងវត្ថុស័ក្តិសិទ្ធិដែលទេវតាលោកថែរក្សានៅវត្តខេត្តសៀមរាបនេះក៏សូមជូនពរឲ្យគាត់មានសុខភាពល្អដើម្បីជួយដល់ហៅថាជនភៀសសឹកនិងព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេសមិនថានៅក្នុងខេត្តសៀមរាបនេះទេព្រោះគាត់តែងតែជួយជាច្រើនពិសេសប្រជាជនខ្មែររបស់យើងចឹងហើយជូនពរឲ្យគាត់មានសុខភាពល្អមានកម្លាំងរឹងមាំបរិបូរណ៍ដើម្បីទទួលបាននៅពរជ័យគ្រប់ភារកិច្ចអស់ទទួលនៅពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាដែរសូមទានអនុមោទនាសូមអរគុណមែនតើបើអញ្ចឹងអាត្មាមិនដឹងរត់ទៅផ្លូវណាទេញោមបើកំបីបានគាត់មកជួយអាត្មាមិនអាចទៅបានទេញោមអញ្ចឹងអរគុណសពរបស់ជនចិត្តឆ្ងាយទាំងអស់បងតែអរគុណច្រើនគឺអញ្ញាធរនិងលោកអភិបាលស្រុកក្រុមការងារទាំងអស់បងអរគុណគណៈអរគុណគុណម្ចាស់បាទបងប្អូនប្រិយមិត្តហើយនៅខាងក្រោយនេះគឺជាសិទ្ធិតែស្បៀងក៏ដូចជាសម្ភារៈផ្សេងដែលដឹកនាំដោយបងអង្គញាយឹមតស្រង់ព្រមទាំងឧត្តមភរិយាក៏ដូចជាសប្បុរសជនគ្រប់ទិសទីចូលរួមតាមគាត់ហើយបើតាមខ្ញុំទទួលព័ត៌មានដឹងគឺចំពោះសម្ភារៈក៏ដូចជាស្បៀងគឺបងអង្គញាយឹមតស្រង់គឺចំណាយថវិកាផ្ទាល់ខ្លួនគឺចំនួន$30,000ដើម្បីទិញស្បៀងក៏ដូចជាសម្ភារៈផ្សេងដើម្បីយកមកឧបត្ថម្ភដល់បងប្អូនជនភៀសសឹកនៅក្នុងទីអារាមក្នុងខេត្តសៀមរាបនេះតែម្ដងហើយគឺទិដ្ឋភាពខាងក្រៅនេះគឺជាសិតតែស្បៀងគ្រប់សពបែបយ៉ាងមានទាំងសម្លៀកបំពាក់មានទាំងចំណីអាហារគឺសពគ្រប់បែបយ៉ាងតែម្ដងបងប្អូនប្រិយមិត្តហើយទើបតែមកដល់ល្ងាចមិញនេះទេនៅល្ងាចថ្ងៃទី12ខែធ្នូឆ្នាំ2025គឺ3ឡាននេះឡើងពេញតែម្ដងបងប្អូនប្រិយមិត្តហើយឥឡូវនេះគឺទើបតែគោះមួយឡាននេះទេបងប្អូនប្រិយមិត្តបាទហើយឡាននេះបងប្អូនយើងមើលទៅគឺសិតតែរបស់ប្រើប្រាស់គ្រប់សពបែបយ៉ាងតែម្ដង